ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើហួរកឹងខ្ញុំហៅហួរកឹងនឹងមិនដឹងថាត្រូវឬក៏ខុសទេបងប្អូនព្រោះថាជាភាសាចិនណាតែបើខ្ញុំហៅខុសសូមបងប្អូនអធិស្ឋានទុកជាមុនគ្រឿងផ្សំហួរកឹងនឹងអត់មានអីពិបាកធ្វើទេស្តៀងទៅនឹងណែមអីផ្សេងនឹងឯងឬក៏សយ៉យើងនឹងបងប្អូនគ្រាន់តែយើងលាយជាមួយនឹងសាច់បង្គាប្លែកបន្តិចដោយសារតែយើងរុំជាមួយនឹងសបកពពុះសដែកឥឡូវមកមើលពីរបៀបធ្វើជាដំបូងគឺខ្ញុំហាន់ស្លឹកខ្ទឹមមកបងប្អូនដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ខ្ញុំដាក់អត់សូវច្រើនហ្មងទេព្រោះថាកូនខ្ញុំអត់សូវចូលចិត្តស្លឹកខ្ទឹមអញ្ចឹងខ្ញុំលួចដាក់បន្តិចបងប្អូនហើយខ្ទឹមក្រហមនេះវិញខ្ញុំដាក់មួយមើមបងប្អូនអាចប្រើជាប្រភេទខ្ទឹមបារាំងក៏បានដែរណាត្រូវការហាន់ខ្ទឹមនោះឲ្យល្អិតតូចអញ្ចឹងមកបងប្អូនចាដាក់មួយមើមធំក៏បានមួយមើមតូចក៏បានតាមការចូលចិត្តណាសាច់បង្គានេះវិញលាងសម្អាតស្អាតហើយក៏យើងយកមកចិញ្ច្រាំឲ្យល្អិតបន្តិចមកមិនបាច់ម៉ត់ខ្លាំងទេចិញ្ច្រាំមកល្មមអញ្ចឹងទៅគឺបានហើយសាច់ជ្រូកវិញខ្ញុំប្រើសាច់ជ្រូក3ជាន់យកមកកិនណាគឺសាច់ជ្រូកលាយខ្លាញ់បងប្អូនចំនួន2ខាំកន្លះសាច់បង្គា2ខាំត្រាវវិញប្រហែល2ដុំតូចទេបងប្អូនអត់បានថ្លឹងទេហើយស្លឹកខ្ទឹមជាមួយនឹងខ្ទឹមក្រហមយើងច្រាំមិញហ្នឹងដាក់ចូលគ្នាទាំងអស់មកអំបិលនេះគឺខ្ញុំប្រើតិចល្មមទេស្ករអំពៅឬស្ករសហ្នឹងខ្ញុំដាក់កន្លះស្លាបព្រាបាយបន្ទាប់មកម្សៅស៊ុបមាន់បន្តិចផងដែរប៊ីចេងបន្តិចផងដែរបងប្អូនប្រេងខ្យងប្រហែលជាមួយស្លាបព្រាបាយដូចគ្នាម្សៅពោតមួយស្លាបព្រាបាយពេញបងប្អូនប្រេងឆាហ្នឹងក៏មួយស្លាបព្រាដែរហើយខ្ញុំថែមពងមាន់ចំនួន1គ្រាប់បងប្អូនកុំភ្លេចថែមម្រេចផងព្រោះថាខ្ញុំថែមតាមក្រោយទៀតព្រោះថាខ្ញុំភ្លេចថតបងប្អូនចាច្បល់គ្រឿងផ្សំទាំងអស់ហ្នឹងឲ្យសព្វចូលគ្នាបានល្អមកគឺរួចរាល់ហើយយើងធ្វើនេះកុំឲ្យប្រៃពេកណាព្រោះថាយើងជ្រលក់ជាមួយនឹងទឹកម្ទេសទៀតទៅគឺល្មមបើថាយើងធ្វើរៀងប្រៃហើយពេលដែលយើងជ្រលក់ជាមួយនឹងទឹកម្ទេសគឺកាន់តែប្រៃហើយនេះវិញគឺជាសបកពពុះសដែកបងប្អូនខ្ញុំប្រើតែ4ប្រទេសហ្នឹងទេព្រោះថាពពុះសដែកដែលខ្ញុំទិញមកគឺប្រទេសធំខ្លាំងមែនទែនអញ្ចឹងគឺខ្ញុំកាត់ល្មមខ្ញុំចង់បានណាបងប្អូនចាគឺមានច្រើនប្រភេទណាខ្ញុំទិញនេះគឺប៉ះចាំប្រទេសធំឥឡូវយើងចាប់ផ្ដើមដួសសាច់ដាក់មកល្មមទៅហើយយើងចាប់ផ្ដើមរមូរបងប្អូនហើយបន្ទាប់មកគឺខ្ញុំឃើញស្លឹកហ្នឹងរាងធំខ្លាំងពេកណារាងវែងអញ្ចឹងគឺខ្ញុំកាត់បន្តិចចេញបងប្អូនណាហើយស្លឹកខាងចុងគឺខ្ញុំលាបទឹកបន្តិចផងដែរចាឥឡូវយើងរមូររហូតដល់អស់ទៅពេលដែលយើងរមូរហ្នឹងយើងរមូរឲ្យរាងណែនបន្តិចមកបងប្អូនចាជាមួយនឹងសាច់ហ្នឹងហើយយើងលាបទឹកបន្តិចទៅតាមពិតបងប្អូនមិនបាច់លាបទឹកក៏បានដែរព្រោះថាអត់ជាប់ទេប៉ុន្តែពេលដែលយើងដាក់ក្នុងចានអញ្ចឹងគឺយើងដាក់មុខទៅខាងក្រោមដើម្បីកុំឲ្យរបូតបងប្អូនហួរកឹងខ្ញុំនេះគឺខ្ញុំអត់ចងទេបើសិនជាបងប្អូនមានពេលបងប្អូនអាចមានខ្សែដាក់ចងជាកង់ស្រាច់ក៏បានដែរណាព្រោះថាខ្ញុំអត់មានខ្សែទេអញ្ចឹងគឺខ្ញុំអត់បានចងទេខ្ញុំចំហុយបែបនេះឯងបងប្អូនយើងដាក់ដាំទឹកឲ្យពុះសិនមកពេលដែលទឹកយើងពុះហើយយើងដាក់ហួរកឹងយើងចំហុយរយៈពេល30នាទីទៅគឺឆ្អិនហើយបងប្អូនពេលដែលឆ្អិនអញ្ចឹងគឺយើងអត់ទាន់កាត់ភ្លាមទេគឺខ្ញុំទុក2ទៅ3ម៉ោងដើម្បីឲ្យហួរកឹងយើងបានចុះត្រជាក់ខ្លាំងមែនតែនទើបយើងយកមកកាត់បងប្អូនដើម្បីឲ្យសាច់រឹងសិនចានេះសម្បកហួរកឹងខ្ញុំពេលដែលត្រជាក់បន្តិចទៅគឺខ្ញុំទាញសម្បកឲ្យរាងថឹងហើយគឺខ្ញុំរមូរម្សៅទៀតដើម្បីឲ្យសម្បកហ្នឹងរាងលលងបងប្អូនចាអត់មានដាច់អីទេយើងទាញតិចមកដើម្បីឲ្យណែនសាច់ហួរកឹងរបស់យើងពេលដែលសាច់ហួរកឹងយើងត្រជាក់ហើយគឺយើងយកមកកាត់បែបនេះបងប្អូនគឺងាយស្រួលកាត់ខ្លាំងមែនទែនហើយឥឡូវយើងចាប់ផ្ដើមដាំប្រេងឆាឲ្យរាងក្តៅសិនចាំយើងដាក់ហួរកឹងយើងចូលទៅបងប្អូនណាចាខ្លាញ់ហ្នឹងយើងដាក់រាងច្រើនបន្តិចមកចាហើយយើងបំពងហ្នឹងឲ្យរាងក្រហមយើងកុំទាន់ប្រែភ្លាមព្រោះថាប្រែភ្លាមគឺរាងជាប់តិចហើយបងប្អូនអញ្ចឹងចាំមកស្ទុះទៅចាចាំយើងប្រែឲ្យភ្លើងក៏មិនបាច់ដាក់បខំដែរគឺយើងដាក់ភ្លើងល្មមតិចអញ្ចឹងទៅបងប្អូនអញ្ចឹងទៅធ្វើឲ្យសម្បកហួរកឹងយើងហ្នឹងបំពងទៅឡើងស្រួយអញ្ចឹងណាកាលណាដែលយើងបខំភ្លើងគឺឆាប់ខ្លោចពេកគឺអត់ឆ្ងាញ់ទេហើយយើងអត់បំពងយូរអីទេព្រោះថារាងឆាប់ក្រហមដែរព្រោះថាសាច់យើងគឺឆ្អិនស្រាប់ហើយបងប្អូនអញ្ចឹងគ្រាន់តែបំពងឲ្យឡើងក្រហមអញ្ចឹងទៅគឺយើងអាចស្រង់បានហើយឲ្យតែឃើញសម្បករាងក្រហមបងប្អូនហួរកឹងនេះភាគច្រើនគឺគេលាយជាមួយនឹងប៉ែកគក់បងប្អូនតែខ្ញុំវិញរកប៉ែកគក់អត់មានសោះអញ្ចឹងបើសិនជាបងប្អូនមានប៉ែកគក់ដាក់លាយប៉ែកគក់ទៀតកាន់តែឆ្ងាញ់ហ្មងបើពណ៌វិញឡើងក្រហមស្អាតបងប្អូនហើយយើងធ្វើរៀងកុំឲ្យប្រៃពេកតែប្រៃពេកយើងពិបាកញ៉ាំជ្រលក់ជាមួយនឹងទឹកម្ទេសណាអញ្ចឹងគឺយើងធ្វើរៀងសាបល្មមគឺញ៉ាំទៅដឹងតែឆ្ងាញ់ហ្មងបងប្អូនហើយញ៉ាំជាមួយនឹងជ្រក់ក៏បានដែរថ្ងៃនេះខ្ញុំអស់ជ្រក់ធ្វើកាលពីលើកមុនគឺញ៉ាំអស់បងប្អូនអញ្ចឹងអត់បានធ្វើថែមទេអញ្ចឹងញ៉ាំជាមួយនឹងទឹកម្ទេសហ្នឹងក៏បានដែរឥឡូវវិធីធ្វើខ្ញុំបានបង្ហាញបងប្អូនហើយបើសិនជាចូលចិត្តកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាព្រោះថាវិធីធ្វើវិញគឺងាយស្រួលធ្វើខ្លាំងមែនទែនហើយរសជាតិវិញធានាថាឆ្ងាញ់តែម្ដងបងប្អូនអរគុណ